ចឹងយ៉ាងណាកូនចៅប្រុសស្រីទាំងឡាយណមេដានិងបៃតាលោកបកើតយើងមកចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមបំបីខែរក្សាគុំក្រងការពារយើងមកតម្រាំមកដល់ថ្ងៃនេះលំបាកណាស់ចឹងយើងទាំងអស់គ្នាបើការដែលលោកនៅរស់រានមានជីវិតយើងអត់បានចិញ្ចឹមទំនុកបំរុងបីបាច់ថែរក្សាថ្នាក់ថ្នមបំបីគុំក្រងការពារលោកដោយល្អហើយដល់លោកស្លាប់ទៅហើយយើងអត់បានបំពេញកាតព្វកិច្ចតួនាទីក្នុងនាមជាកូនដ៏ល្អជាចៅដ៏ល្អដោយមិនបានសង្គ្រោះលោកទៅនៅក្នុងសង្ឃហធម៌5នោះគឺមិនឈ្មោះថាជាកូនដ៏ប្រពៃទេបងកូនមិនប្រកបដោយធម៌ទេពីព្រោះសង្ឃហធម៌5នឹងទី1កិច្ចឆាំងនៃសង្ឃរិសាមិដកកិច្ចតរៈធ្ងន់ស្រាលប៉ុន្តែដកកិច្ចតរៈធ្ងន់ស្រាលដល់រាបណាម៉ែឪនៅរស់ប៉ុន្តែបើម៉ែឪស្លាប់ទៅហើយយើងថែបានតែ4នេះយើងសង្គ្រោះបានតែ4នេះគឺកុលវង្សសង្ឃតបេសាមិពាយាជាងប្របច្ចជាមិតកណងរុទ្ធសាមិមានន័យថាថែរក្សាពូជគាត់ឲ្យថ្លៃថ្នូរថែរក្សាគេមរតកដែលគាត់ខំប្រឹងរនឹងឲ្យគង់វង្សអាផ្ទះអាដីអាស្រែរបស់គាត់នឹងទោះបីគាត់ស្លាប់ទៅយើងត្រូវថែរបស់គាត់នឹងគេអកគាត់នឹងឲ្យនៅគង់វង្សឬកាន់តែរីកចម្រើនឡើងនឹងប្រតិបត្តិខ្លួនឲ្យសមជាអ្នកស្នងតកូលហើយអាចុងក្រោយគេបំផុតនោះគឺធ្វើបុណ្យឧទ្ទិសកុសលជូនគាត់ដោយកូនចៅធ្វើថ្ងៃហ្នឹងអញ្ចឹងប៉ុន្តែអាត្មាគ្រាន់ចង់បញ្ជាក់លើកទឹកចិត្តថាមិនចាំបាច់យើងចំណាយលុយអស់រាប់ពាន់ដូចថ្ងៃហ្នឹងទេតនេនាំនេះយកតបាយមកស្រាក់ទៅប្រគេនលោកនឹងវត្តជូនយាយតាចាស់ចាស់ហ្នឹងបានបុណ្យដល់ម្ដាយយើងដូចគ្នាណាញោមសូមអនុមោទនាហើយអាបុណ្យឧទ្ទិសកុសលជូនម៉ែជូនឪយកទៅបាយមកស្រាក់ស្ងាត់ទៅវត្តហ្នឹងបានបុណ្យច្រើនជាងឲ្យយើងធ្វើបុណ្យធំអញ្ចឹងទៀតផងនោះមិនបានថាអញ្ចឹងព្រោះអាពេលធ្វើបន់ធំនឹងរវល់ខ្វល់ជាមួយភ្ញៀវរវល់ខ្វល់តែផាត់ការ៉ែមហើយនឹងគូអញ្ចើមណាដើម្បីចាំទទួលភ្ញៀវហើយបើមានដាក់បាសដាក់អីរំផងចាំតែដល់បាសរំណាហើយរវល់ណាចង់ផៅណាភ្ញៀវអ្នកចិត្តអ្នកឆ្ងាយណាតុកណាទទួលភ្ញៀវណាលើកនេះលើកនោះណាខ្វល់អានេះណាខ្វល់អានោះគ្រប់មុខតែបើតនេអត់ចាំបាច់ធ្វើបន់ធំអញ្ចឹងទេចឹកនឹកឃើញចង់ដល់ថ្ងៃដែលចង់ធ្វើបន់ជូនម៉ែដាំបាយតាមស្រះធាក់កង់ឬជិះម៉ូតូខ្លះទៅវត្តថ្វាយអង្គមប្រគេនចង្ហាន់លោកអារម្មណ៍មូលទៀតអត់មានបែកអីទាំងអស់នឹកដល់ម្ដាយដល់ឪពុកថ្វាយអង្គមប្រគេនចង្ហាន់ហើយឡប់មកផ្ទះវិញបន់បានដល់ម្ដាយយើងពេញប៉ុន្តែមិនមែនថាថ្ងៃហ្នឹងយើងធ្វើបន់អត់បានដល់អត់ទេបន់បានវានៅនឹងចេតនា3ហើយនឹងគារវៈ4ឲ្យតែយើងមានអា7ហ្នឹងដឹងឲ្យបានបន់ទី1អ្នកធ្វើបន់ពុទ្ធគារវៈគោរពពុទ្ធដោយសេចក្តីត្រង់ស្មោះធម្មគារវៈគោរពធម៌ដោយសេចក្តីត្រង់ស្មោះសង្ឃគារវៈគោរពសង្ឃដោយសេចក្តីត្រង់ស្មោះបដិសន្ធារគារវៈភ្ញៀវមកដល់រោងបន់ទទួលភ្ញៀវគោរពភ្ញៀវដោយសេចក្តីត្រង់ស្មោះដូចគ្នាដោយបដិសន្ធារៈគារវៈនិងអមិសៈគារវៈការទទួលភ្ញៀវគេទទួលដល់ហេតុ2ហ្នឹងអមិសៈបដិសន្ធារៈនិងធម្មៈបដិសន្ធារៈពេលភ្ញៀវមកដល់រោងបន់លើកដៃសាពះហៅភ្ញៀវមកថ្វាយគុំព្រះសាពះប្រសង់ចែកបន់ដល់ភ្ញៀវសិនអាហ្នឹងគេហៅថាធម្មៈបដិសន្ធារៈដើម្បីទទួលភ្ញៀវឲ្យបានបន់ទី1ទទួលភ្ញៀវដោយធម៌ដូនតាយើងគេទទួលអញ្ចឹងឲ្យតែភ្ញៀវមកដល់រោងបន់គេដាក់ដៃភ្ញៀវមកថ្វាយគុំព្រះមកសាពះប្រសង់គេចែកបន់ឲ្យភ្ញៀវសិនអរគុណហើយអ៊ំហើយបានមកចូលរួមបន់ខ្ញុំសូមឲ្យអ៊ំបានបន់កសលស្មើខ្ញុំដែលជាអ្នកធ្វើបន់ថ្ងៃហ្នឹងណាអ៊ំណាអ៊ំនេះសាធូបយកទៅយើងប៉ាត់ទៅទៀនចែកបន់ឲ្យគាត់ប៉ាត់តាយកពីយើងអាហ្នឹងបានគេហៅថាទទួលភ្ញៀវបើយើងរាល់ថ្ងៃអត់យល់ទេដឹងថាភ្ញៀវចូលដល់រោងបន់ដាក់ដៃភ្ញៀវចូលហូបបហ្មងអាហ្នឹងហៅភ្ញៀវមកហូបបហ្នឹងមិនមែនហៅភ្ញៀវមកយកបន់ណាបើហៅភ្ញៀវមកយកបន់គេហៅភ្ញៀវមកថ្វាយអង្គមព្រះសាពះប្រសង់មកចែកបន់ឲ្យភ្ញៀវសិនបានដាក់ដៃភ្ញៀវទៅចូលតុរបៀបទទួលភ្ញៀវរបស់ចាស់បុរាណយើងទី1គេទទួលដោយធម៌បន្ទាប់មកបានគេទទួលដោយអមិសៈបរិសន្ធារៈគឺកន្លែងអង្គុយកន្លែងហូបនឹងអញ្ចឹងកាលណាយើងធ្វើបន់ចង់បានបន់គឺត្រូវប្រកបព្រមដោយគារវៈ4ហ្នឹងហើយនឹងចេតនា3បបចេតនាមុនធ្វើបន់សบายចិត្តរីករាយជ្រះថ្លាចង់ធ្វើកំពុងតែធ្វើសบายចិត្តរីករាយជ្រះថ្លានៅពេលដែលកំពុងតែធ្វើហើយក្រោយពេលធ្វើចប់កម្មវិធីបន់ទៅស្អែកឡើងយើងរាប់បាតអ៊ិមនីយាទេវតាដាបាំងស្គររួចចប់សពគ្រប់អស់យើងត្រេកអរសบายរីករាយនឹងកុសលធម៌ដែលយើងបានបំពេញហើយទៀតញោមចំណាំតែកាលណាចេតនា3នឹងដល់ព្រមហើយមុនពេលធ្វើបន់សบายចិត្តជ្រះថ្លារីករាយជ្រះថ្លាកំពុងតែធ្វើរីករាយជ្រះថ្លាបើនិយាយអំពីស្រែសម្រាប់បង្កើតបន់ដែលយើងជាកូនចៅប្រុសស្រីត្រូវបដោះបន់ដើម្បីឲ្យចម្រើនបន់កុសលហ្នឹងគឺម្ដាយឪពុករបស់យើងនេះជាស្រែពិសេសណាជាពិសេសម្ដាយឪពុកដែលនៅរស់រានមានជីវិតនឹងគិតទៅម៉ែឪនេះជាស្រែបង្កើតបន់ឲ្យកូនតាំងពីនៅរស់ថ្វាយបង្គំព្រឹកបានបន់ព្រឹកថ្វាយអង្គមថ្ងៃបានបន់ថ្ងៃថ្វាយអង្គមល្ងាចបានបន់ល្ងាចលើកដៃសាពះអោនលំទោនអរិយាបថក្នុងទ្វារទាំង3ហ្នឹងគឺចម្រើនបន់គ្រប់ខណៈចិត្តជាមួយម្ដាយជាមួយឪពុកដែលជាស្រែនៅក្នុងផ្ទះនេះនឹងព្រះសម្មាសម្ពុទ្ធព្រះអគ្គសាវកពុទ្ធពហុសោតលោកអ្នកប្រាជ្ញលោកពោលថាម៉ែឲ្យយើងនឹងគឺជាព្រះជាព្រះព្រំឬក៏ជាពុព្វទេវីឬជាអាហន័យបុគ្គលឬហៅថាអាចារ្យខាងដើមដែលហៅថាព្រះព្រំមកពីគាត់បង្កើតយើងមកចិញ្ចឹមយើងឃុំក្រងយើងដោយព្រំវិរធម៌4អញ្ចឹងបានគេហៅថាព្រះព្រំ
và lâu tham thêm bạch chạm mùi tiết tha lốt chỉ sai bon sầm rạp dương chỉ con trao pro sấy nâng không prăng xoa xoay khnak này do bon bị lốt bởi lốt nơi rô vai công bật là nghe chun bay chun tận nông chầm này tray sạch lôi cặp bạc ca thay là xa ca pia không krong chư chia cao được nghe năm sẽ cơ chia ba rốt do chặt tục đặng cổ rốt prát để bắt nông thuê tầng bay tầng cai gì thuê mà nô thuê bởi chay thuê nâng bịa sầm đây cai bởi cai area bot tôn plon miên ca cổ rốt ao lồng tố là nâng bon cao rô ngày trước đó là pe lục slap ta hơi nó ai tiêm tia bon do bon bị lục ban tiết đấy thả bàn đôi con trao thưa ngày đang trước cả khơi nhé pro nông sang cả hạ tho tảng pram để con trâu sừng cua miệt đá bay đá miên sang cả hạ tho trong còi kia nó để bảo ông sầm đai tạt tẹt khả năng là lúc và tẹt xàm mị còi pe miệt đá đằng bay đá lục anh đây chỉ cam clear pro tới cứ dương chỉ con trâu pro sray nó dương ai bầm pin xịt đây lỏ chỉ mùi lô ban đòi cái chầm rợn tới nộp bon của gió cứ tẹt khả năng nộp của tiền đầm bay nhau tới nơi xịt đây lỏ tầng ó nó chun lô nè đôi con trâu pro sray ngay đây chẳng nọ mà đai rửa bọc bao dương lục liệt từ tầng pi nè hơi mà đai từ phật 3 năm hơi lục ở bọc liệt prot từ phật 10 năm hơi còn đây đầm lay đây xịt đây lọ rồi bao lục nè miên côn từng thuê nâng ban đọ chọpក្នុងហាក់ទយាbao dương chỉ con trâu pro sray rập mình ban ប្រមាណមិនត្រូវឲ្យមិនអាចផ្លិចទៅនៅតម្លៃនៃសេចក្តីល្អរបស់លោកបានទេរាប់តាំងពីឧបការៈគុណគឺការចិញ្ចឹមទំនុកម្រង3បាច់ថែរក្សានិងជាតិទៅគុណគឺការផ្ដល់កំណើតសាច់ឈាមឲ្យយើងគ្រប់គ្នាជាកូនប្រៅប្រុសស្រីទាំង8នាក់ទាំងភាសាទាំងបង្កើតនឹងលោកស្រឡាញ់ស្មើដោយជីវិតរបស់លោកចឹងដល់លោកឃ្លាតព្រាត់ផុតចាអំពីយើងជាកូនចៅប្រុសស្រីទៅយើងត្រូវប្រឹងចម្រើនសេចក្តីល្អគុណធម៌ក្នុងចិត្តដូចនាវេលាឱកាសគ្រានឹងចឹងយើងរួបរวมគ្នាមកប្រព្រឹត្តសេចក្តីល្អជូនលោកគឺធ្វើបុណ្យសង្កតាតក្កណានុបទានបនខួបហ្នឹងគឺយើងចាត់ចូលក្នុងសង្កតាតក្កណានុបទានហ្នឹងហើយពីព្រោះទានដែលសម្រេចផលដល់ញាតិឬអ្នកស្លាប់ណាមួយរបស់យើងហ្នឹងគឺតល់តែផ្ញើជាមួយលោកអ្នកមានសិលមានប្រសងជាប្រធានដែលហៅថាសង្កតាតក្កណានុបទានមានន័យថាទានតាមបំពេញទៅឲ្យដល់ញាតិដោយផ្ញើតាមរយៈលោកអ្នកមានសិលមានប្រសងជាប្រធានប្រហែលអញ្ចឹងហ្នឹងហើយអញ្ចឹងណយើងប្រឹងអត់មានអាចបំពេញកិច្ចអីក្រៅអំពីចម្រើនសេចក្តីល្អដូចថ្ងៃហ្នឹងទេប៉ុន្តែសេចក្តីល្អសម្រាប់មេដាបៃតាយើងមិនមែនមានន័យថាតើយើងធ្វើបន់ធំដុំចំណាយប្រាក់អស់រាប់ពាន់រាប់ម៉ឺនដុល្លារដូចថ្ងៃហ្នឹងបានគេហៅថាបុណ្យសម្រេចផលដល់ម្ដាយឪពុកអត់ទេដូចអាត្មាសារបញ្ជាក់អញ្ចឹងសង្កតាតក្កណានុបទានហ្នឹងតនេយើងយកតបាយមួយស្រាក់ទៅវត្តក៏ចម្រើនបុណ្យជូនម្ដាយយើងបានតលហុងមួយផ្លែចេកមួយស្និតស្វាយ2ផ្លែហ្នឹងក៏អាចយកទៅចម្រើនសេចក្តីល្អជូនម្ដាយជូនឪពុកយើងបានអត់តោះទេបើមិនចាំបាច់យើងបង្កើតបុណ្យធំដុំដូចថ្ងៃហ្នឹងអស់ប្រាក់រាប់ពាន់រាប់ម៉ឺនដុល្លារដូចថ្ងៃហ្នឹងទេយើងអាចចម្រើនសេចក្តីល្អហ្នឹងជូនម្ដាយឪពុករបស់យើងបានគ្រប់គណៈចិត្តទាំងអស់គ្នាណែអាត្មាឲ្យទេថ្ងៃហ្នឹងល្អបងព្រោះមេឃថ្ងៃហ្នឹងតែម៉ោង3មិនតាន់ទេបែបភ្លៀងបងរយកមើលបែបល្ងិតរកមកទៀតហើយព្យុះហ្នឹងញោមមុនធ្វើបន់ឥឡូវមិនបាច់ពឹងអាចារ្យដេញពលាច្រើនពេកទេដេញចាដេញប៉ុន្តែកុំភ្លេចនាំគ្នាមុនទៅផ្ទះអាចារ្យស្ដាប់អូតូនិយមមកហើយតើគេប្រាប់តែភ្លៀងថ្ងៃណាក្នុងខែហ្នឹងហើយព្យុះថ្ងៃណាបើថាគេប្រាប់ថាឥឡូវថ្ងៃ20ព្យុះចាអាចារ្យដេញតែពលាចំថ្ងៃ20ល្អណាស់តាខ្ញុំទៅស្ដាប់ហើយទេ20នឹងព្យុះបើតាអត់បានស្ដាប់ទេខ្ញុំស្ដាប់ហើយមុនមកផ្ទះតាឥឡូវសុំដូរថ្ងៃវិញបងព្រោះតាហោរានេះទាយគុណគូតាមតែជើងលេខទេហ្នឹងដូចព្រះអង្គប្រពអំពីបុគ្គល5ពួកបុគ្គលមួយពួកនោះពេលស្ដាប់ធម៌ដេកលោបាត់ឲ្យបុគ្គល5នាក់នោះញោមអាម្នាក់នោះឲ្យតែស្ដាប់ធម៌ដេកលោបាត់ឲ្យតែលឺធម៌ដេកមកហើយអញ្ចឹងអ្នកគេមកស្ដាប់ធម៌គេឆ្ងល់គេសួរផនទេភគវាបបិទ្ធព្រះអង្គនៃចម្រើនអាមិនគាត់នឹងឃើញទៅតែស្ដាប់ធម៌ប៉ុន្តែឲ្យតែដល់កន្លែងធម៌ឲ្យតែព្រះចាប់ដើមសំដែងអាគាត់នឹងដេកលោរហូតថាហ្នឹងហើយគាត់នឹងទៅមកពីសញ្ជាតិជាតិរិឆានកាលពីអតីតជាតិគាត់នឹងជាពស់ទៅមកពីដបោកតើគាត់នឹងហ្នឹងដល់វារួចកំណើតពីតិរិឆានមកនោះវាដេកច្រើនពីអតីតនោះវាដេកច្រើនឥឡូវណបានមកជាមនុស្សហើយក៏នៅតែមិនភ្លេចអាកំណើតជាតិរិឆានហ្នឹងឲ្យតែលឺធាត់ដេកគេសួរថាម៉េចចឹងថាមកពីមុនទៅមកពីពោះថ្លាន់អតីតមកគាត់នឹងជាពោះថ្លាន់ក្នុងដបោកហ្នឹងហើយឲ្យតែលឺសូរធម៌ព្រះសម្ដែងអញ្ចឹងគេដេកស្ដាប់ធម៌អង្គឯងនៅក្នុងដបោកហ្នឹងមកវាបានស្ដាប់ធម៌ព្រះហ្នឹងហើយបានរួចពីតិរិឆានមកមនុស្សហ្នឹងប៉ិនដល់បានមកមនុស្សហើយវានៅតែមិនទាន់អស់អាជាតិនឹងដេកយកដល់អញ្ចឹងឲ្យទៅលឺធម៌ដេកលឺធម៌ដេកហើយអាមួយទៀតឲ្យតែពេលព្រះសម្ដែងធម៌គេអត់នៅស្ងៀមទេដៃគេនឹងយកទៅគូសដីអញ្ចឹងទៅអាជើងនឹងធាក់ដីអញ្ចឹងទៅគូសកវេមកវាមឲ្យតែកន្លែងណាគាត់អង្គុយគឺម្រាមដៃនោះគូសដីនោះកវេមកវាមអស់អញ្ចឹងគេសួរថាចុះមិនអាគាត់នឹងបានចេះនៅស្ងៀមចេះយកដៃទៅគូសដីរហូតថាទៅមកពីចលែន
ពីមុនមកគាត់ហ្នឹងអតីតមុនមកកើតជាមនុស្សមកវាលេនហើយដល់មួយទៀតឲ្យតែស្ដាប់ធម៌ដឹងអាគេយកដៃទៅកាច់មេឈើទៅរន់ដើមឈើអង្គុយក្បែរដើមឈើណារន់ដើមឈើហ្នឹងមកហើយសួរមិនចឹងថាទៅមកពីស្វាពីអតីតហ្នឹងណាដល់អាមួយទៀតថាឲ្យតែស្ដាប់ធម៌ងើយមើលទៅតែមេឃពេលលោកពងទេសព្រះពងទេសចឹងអត់ដែលមើលមកអាត្មាមកអ្នកទេសចឹងទេហើយក៏មិនដែលមើលតែយាយតាដែរមើលទៅតែមេឃតែផ្កាយសម្លក់សម្លឹងទៅលើមេឃលើផ្កាយចឹងហើយគេសួរថាចាំមួយហ្នឹងមិនក៏ចម្លែកប្លែកពីគេមិនមនុស្សគ្នាឯងមិនក៏អត់មើលឲ្យតែស្ដាប់ធម៌មើលទៅតែមេឃរហូតថាគាត់ហ្នឹងទៅមកពីហោរាពីអតីតមកគ្រូទាយហើយក៏អាគ្រូទាយនេះមើលទៅតែមេឃតែផ្កាយហើយទាយហ្នឹងគេអង្គុយរនឹកមកទុះចឹងទៅគេមើលសម្លក់សម្លឹងយើងអ្នកមកទាយនឹងតិចទៅគេមើលតែមេឃតែផ្កាយគិតលិចគិតកើតគេនិយាយចេញអញ្ចឹងគាត់នឹងទៅមកពីហោរានេះអាត្មានិយាយ5នាក់មិញដោយសារនឹកឃើញណែវាចូលនិយាយហ្នឹងដោយសារនឹកឃើញញាតិញោមតាថ្ងៃក្រោយវាចង់ធ្វើបន់កុំភ្លេចស្ដាប់ឧតុនិយមហ្នឹងស្ដាប់ឧតុនិយមផងមុនពេលទៅផ្ទះអាចារ្យហើយទៅទាយទៅហ្នឹងគាត់ថាចេះទទួលយកទៅវាមិនខុសទេណោទំនៀមទម្លាប់ពីបុរាណមកដូចជួយពួកគាត់អញ្ចឹងដែររក្សាប្រពៃណីរបស់យើងប៉ុន្តែរឿងណោសុខរឿងចម្រើនកុំឲ្យយើងមានទិដ្ឋិថារើសថ្ងៃនេះបានមានរាសីល្អរើសថ្ងៃនោះមិនរើសថ្ងៃទេចង្រៃហើយអារើសថ្ងៃហ្នឹងឥឡូវនោះណោដល់ថ្នាក់បុណ្យ7ថ្ងៃរើសថ្ងៃដែរហើយយីអូអាអាត្មាដល់អញ្ចឹងមិនដឹងថាអ្មិចហ្នឹងហើយខ្មោចអីក៏រើសថ្ងៃបញ្ចុះដែរមើលថ្ងៃណាថ្ងៃល្អហើយបើថ្ងៃល្អឲ្យរស់វិញហ្នឹងបើថ្ងៃល្អមិនមែនថ្ងៃយកឲ្យតកប់ទេខ្ញុំគិតប៉ុណ្ណេះបើថ្ងៃល្អមិនមែនថ្ងៃម៉ែយកម៉ែតកប់ទេអាចារ្យចិនអាចារ្យអីហ្នឹងគេទាយរើសថ្ងៃរើសម៉ោងរើសពេលជួនកាលម្រាំបានថ្ងៃល្អហ្នឹងទុកសពឯងមួយអាទិត្យចង់សុយចោលហើយកូនចៅនេះធ្វើបន់អស់រាប់ម៉ឺនគ្រាន់តែភ្ញៀវមកហូបបបរតែ10តែ7ថ្ងៃហ្នឹងអស់មិនមែនតិចទេបបរមួយថ្ងៃ4 5ផ្ទះហើយលោកមួយថ្ងៃ4ស្រាក់លុយហ្មង10រៀលហ្នឹងហើយអញ្ចឹងមិនមែនតិចណាញោម7ថ្ងៃអីអស់រាប់ម៉ឺនចាំរងថ្ងៃល្អអាត្មាថាញោមកុំអញ្ចឹងអីហ្នឹងបើថ្ងៃហ្នឹងថ្ងៃល្អមិនមែនថ្ងៃយកម៉ែយើងតកប់ទេត្រូវថ្ងៃម៉ែយើងឡើងរស់មកវិញបើថ្ងៃហ្នឹងល្អមិនមែនថ្ងៃយកឲ្យតកប់ទេមិនចាអាចាហើយថ្ងៃយកឲ្យឯងតកប់សោះថ្ងៃល្អបងហ្នឹងហើយគាត់ថាអត់ទេអាហ្នឹងរើសឲ្យកាលណារើសថ្ងៃមិនល្អវារាសីវាមិនល្អហើយអារើសថ្ងៃថារើសថ្ងៃអាពេលដង្ហែចេញហ្នឹងរកក្បាលទៅណាកតុយទៅណាពេលបញ្ចុះហ្នឹងមើលកម្លាំងថ្ងៃទឹះទៅណាក្បាលទៅណាកតុយទៅណាហើយចុះមិនក៏គ្រាន់តែបញ្ចុះសោះក៏រកក្បាលរកកតុយទៅអីថាដេចកូនណាតាណាដាក់ក្បាលដាក់កតុយមិនត្រូវទេកូនចៅដាក់រកស៊ីម្លងអាត្មាថាញោមមកក៏ឆោតអីឆោតម៉េះកាលអាពតយកម៉ែយើងទៅវាយមុខម៉ែអត់ដែលឃើញផងហ្នឹងហើយគេគៀម៉ែឯងក៏យកទៅកប់ចោលមិនដឹងគេដាក់ក្បាលម៉ែឯងទៅណាហើយដល់ពេលត្រឡប់បែកពីអាពតមកវិញអាកូនខ្លះឡើងជាអុកញ៉ាវាអត់ដែលឃើញមុខម៉ែវាផងហ្នឹងម៉ែវាមិនដឹងអាពតវាយឲ្យដាក់ក្បាលទៅណាបងហើយក៏ឆោតអីឆោតម្លេះហ្នឹងអាណាដែលរវល់ហើយវាអត់ប្រយោជន៍គួរមិនគួររវល់ទេហ្នឹងអាមនុស្សកំពុងតែកើតទុកហើយនាំគ្នាឲ្យរវល់ថែមនោះឲ្យឡប់ថែមឲ្យរវល់ថែមអាខ្លះទៅអង្គុយដុតធូបខ្លាយឲ្យលុតធូបគេផ្លាស់ប្ដូរគ្នាដុតនៅក្បែរមឈូនឹងដុតអាមួយចេញអាមួយណែដកដង្ហើមចិត្តដៃខ្យល់អញ្ចឹងទៅគេដូរអាថ្មីមកអង្គុយដុតទៀតដុតអាกระดาษឲ្យដុតធូបឲ្យសួរមិនបានចាំបាច់អង្គុយផ្លាស់ប្ដូរនេះដុតធូបថាខ្លាចឲ្យលុតធូបឲ្យលុតភ្លើងกระดาษហ្នឹងអាกระดาษលុយដៃគេដុតហ្នឹងហើយមិនបានខ្លាចឲ្យលុតខាងតកាណាលុតទៅអត់មានផ្សែងម៉ែរកផ្លូវមិនឃើញទៅកាន់តែទៅទៀតអញដល់អញ្ចឹងមិនដឹងបញ្យល់ថាម៉េចញោមឯងខំទេសនា70-30ឆ្នាំឥឡូវហើយនេះតាំងពី2 10ឥឡូវ40ហើយមិនដឹងទេសមិនទៀតបើទេសចិត្តងាប់មនុស្សហើយបើមនុស្សនៅអត់ដែលហ្នឹងអត់មានយល់អីសោះប៉ុន្តែបើសិនញាតញោមចេះតែយល់ត្រូវអញ្ចឹងប្រហែលលោកក៏អស់ធម៌ទេសដែរបើចេះយល់ត្រូវគ្រប់គ្នាមកពីញាតញោមយល់មិនតាន់ត្រូវហ្នឹងបាទលោកចេះមានធម៌ទេសទៅទៀតហ្នឹងហ្នឹងហើយប៉ុន្តែញោមកុំឲ្យឆោតសុកទុកចម្រើនវិនិច្ឆ័យនៅលើយើងទាំងអស់កុំឲ្យបែកវែងឆ្ងាយចូលមករឿងយើងឯនេះបាទចូលនឹងចូលរឿងអាចារ្យណាទេដេញពលាអីក៏ដេញទៅលោកមិនថាទេទំនៀមទម្លាប់ប្រវេណីពីបុរាណមកប៉ុន្តែគ្រាន់ថាយើងកុំឲ្យផ្ដេកផ្ដួលអារម្មណ៍របស់យើងទៅលើរឿងនឹងច្រើនពេកដោយរស់នៅជាមួយនឹងការគិតនិងការពិចារណារកហេតុរកផលជំនឿណាដែលមានហេតុមានផលហើយយើងជឿទៅវាចំណេញប្រយោជន៍អានឹងជឿទៀតទៅមិនតោះខុសអីទេណោបង្វែរមករឿងបន់យើងឯនេះវិញអញ្ចឹងជេរកូនឲ្យដូចឲ្យពកូនកុំជេរពាក្យមិនល្អណាពាក្យយើងជាម្ដាយជាឪពុកនេះអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គលោកទ្រង់ត្រាស់ប្រកាសសម្ដែងឲ្យយើងសង្រួមទៅនៅវាចាហើយសង្រួមវាចាហ្នឹងមិនមែនសង្រួមតែញោមទេណាលោកហ្នឹងតកាលណាប្រហែលធ្លាក់នរកមុនញោមទៀតហ្នឹងមិនមែនថាបានមកបួសហើយដឹងឲ្យឡើងឋានសួគ៌អត់ទេអាទ្វាទាំង3ហ្នឹងតកាលណាមិនអត់សង្កត់ធ្លាក់នរកលឿនជាងញោមទៀត
ដោយព្រះសម្មាសម្ពុទ្ធព្រះអង្គប្រពចំពោះសូក្រាក់ប្រែតហ្នឹងគាត់ហ្នឹងអតីតជាតិជាភិក្ខុសង្ឃបាទភិក្ខុអង្គហ្នឹងចង្រៃណាស់តនេអត់ការងារធ្វើនិយាយឲ្យតែលោកឲ្យលោកឆ្លោះគ្នាឃើញភិក្ខុចកជំនាន់ដើមចែកញោមជំនាន់ព្រះដោយថាគេត្រូវគ្នា2 3អង្គអញ្ចឹងគេបបួលគ្នាទៅប្រព្រឹត្តធម៌នៅក្នុងព្រៃ4 5អង្គដោយព្រះសរិបុត្រអញ្ចឹងមកក្រុមរបស់លោក500អង្គអញ្ចឹងទៅខែភាសាលោកទៅប្រតិបត្តិធម៌នៅក្នុងរុក្ខមូលតាមព្រៃឈើតាមលអាងក្នុងក្រុមខ្នល់គ្នាលោក500អង្គអញ្ចឹងទៅប្រមុខកលៀនផ្សេងរបស់លោកទៅហ្នឹងអអគ្គសាវៈផ្សេងទៀតលោកទៅមកក្រុមគ្នាលោកអញ្ចឹងទៅអង្គខ្លះទៅតែ2អង្គ3អង្គអញ្ចឹងទៅដល់ឃើញក្រុមណាដែលស្រឡាញ់គ្នាហ្នឹងលោកហ្នឹងទៅនិយាយចាក់រុកឲ្យលោកមកក្រុមនេះឆ្លោះគ្នាអាមាត់ហ្នឹងវាអញ្ចឹងតែនិយាយឲ្យតែគេឆ្លោះគ្នាឲ្យតែលោកឲ្យលោកឆ្លោះគ្នាមិនត្រូវគ្នាហើយឃើញលោកណាមានលៀបសការៈមានប្រសក់គេស្រឡាញ់ច្រើនទៅនិយាយទៅឆ្លោះឲ្យធ្វើម៉េចឲ្យតែប្រសក់គេលែងជ្រះថ្លាឲ្យគេក្តៅកាហាយនឹងលោកឲ្យគេស្អប់លោកនេះវាមាត់នោះវាចង្រៃអញ្ចឹងណាញោមមិនមែនមានតែប្រសក់ឲ្យចូលចិត្តនិយាយដើមនេះលោកក៏ចង្រៃអញ្ចឹងដែរមានលោកចង្រៃអញ្ចឹងហ្នឹងហើយជំនាន់ព្រះអង្គហ្នឹងអញ្ចឹងដល់តែពេលសគុតទៅញោមមកគ្រាន់តែធ្លាក់នរកអស់មួយប្រពុតថន្តៈរំលងប្រពុតមួយព្រះអង្គមិនមែនតិចទេញោមហ្នឹងហើយរាប់ម៉ឺនអាសង្ខ័យកម្រៃរាប់សែនជាតិតម្រាំមកសន្សំពូទញ្ញាណបានត្រាស់មកព្រះអង្គហើយគាត់នឹងគ្រាន់តែនិយាយពីអាក្រក់ចាក់រកឲ្យលោកឆ្លោះគ្នាគ្រាន់តែធ្លាក់នរកអស់មកប្រពុតមកព្រះអង្គរំលងប្រពុតមកព្រះអង្គប៉ិនដូចមិនមែនទោសតិចដែរទេអានិយាយដើមគេឲ្យគេក្តៅកាហាយគេឆ្លោះគ្នាណាអាត្មាថាមិនមែនទោសស្រាលទេញោមមើលញាតប្របាទពឹមពិសាហ្នឹងបានគេហៅទោសស្រាលគាត់ថាស៊ីបាយមុនលោកសោះញោមត្រូវធ្លាក់ជាប្រែតជានរកនឹងដាច់បាយដាច់ទឹកអស់ប្រពុត4អង្គបកកកសន្ទោបកោនីកមនុស្សបកាសបោរហូតដល់ប្រស័កសមណគោដំនៃយើងហ្នឹងបានពួកហ្នឹងបានអាហារញោមគិតមើលកាស៊ីបាយមុនលោកសោះហើយដល់លោកហ្នឹងមិនមែនទេនិយាយដើមលោកហែកគេលោកគ្នាឯងហ្នឹងឲ្យឆ្លុះគ្នាឲ្យទ្រាំក្តៅកាយឲ្យនៅមិនសុកនឹងគ្នាដល់សកុតទៅធ្លាក់ក្នុងនរកអស់មកប្រពុតមកព្រះអង្គបានឡើងពីនរកមកកើតជាប្រែតប៉ិនប្រែតអង្គហ្នឹងប្រែតលោកហ្នឹងគឺខ្លួនស្អាតតួខ្លួនហ្នឹងស្អាតដូចទេវបុត្រចឹងជាមនុស្សធម្មតាហើយស្អាតតួខ្លួនហ្នឹងណាបើចង្រៃមាត់ហ្នឹងមាត់ដូចជ្រូកចឹងបងលោកហ្នឹងប្រែតសូក្រាក់ប្រែតហ្នឹងគឺមាត់ដូចជ្រូកចឹងហ្នឹងហើយមាត់ដូចជ្រូកចឹងហើយឲ្យតាហាមាត់មកធំក្លិនស្អុយដីចង់មកយោជហ្នឹងហើយដូចថាយើងពងធ្វើស្រែដី100គីឡូអញ្ចឹងគ្រាន់តែជ្រូកអាប្រែតណែសូក្រាក់ប្រែតហ្នឹងគ្រាន់តែហាមាត់មកគឺស្អុយដល់យើងពងហូបបាយដី100គីឡូហ្នឹងអាអាត្មាមិនដែលដឹងថាក្លិនហ្នឹងវាធំមិនទេព្រោះទៅក្នុងកាពីគេដាក់តែធំក្លិនអញ្ចឹងក៏ហាមកធំក្លិនចុះអាមាត់ចង្រៃដល់និយាយឲ្យគេឆ្លោះគ្នានោះដល់អញ្ចឹងមាត់ហ្នឹងដូចជ្រូកហើយក្លិនមិនល្អដល់តែអញ្ចឹងទៅញោមកាត់សេចក្តីនៃរូតមកពេលមួយព្រះអរហន្តលោកនិមន្តទៅគោចរបិណ្ឌបាតឃើញប្រែតហ្នឹងឃើញប្រែតហ្នឹងទៅបានឆ្ងល់ចម្លែកតែប្រែតហ្នឹងមិនក៏ខុសពីគេវាឯងម្លេះមិនក៏មាត់ក៏អាក្រក់ប៉ុន្តែរូបនោះក៏ស្អាតស្អាតម្ល៉េះហេតុអីបានរូបស្អាតដោយសារតែក្រងសម្ពុតការសាយភ័ព្វបានបួសប្រព្រឹត្តព្រហ្មចរិយធម៌ហាត់កាយនឹងល្អហាត់ចិត្តនឹងគួរសមបើវាចង្រៃតែមាត់នេះវាអត់បានសង្រួមដល់អញ្ចឹងបានអាក្រក់តែមាត់នឹងឯងដល់អញ្ចឹងទៅព្រះភិក្ខុគ្រប់អង្គនឹងនាំពាក្យនឹងទទួលព្រះហើយនិយាយរឿងហ្នឹងចប់ឲ្យចាំចុកបនយើងវិញចូលឲ្យនិយាយហីនាំពាក្យហ្នឹងទទួលព្រះនិយាយរឿងហ្នឹងដើម្បីញាតិញោមទាំងអស់គ្នាភ័យបន្តិចដែរកុំឲ្យតនេអត់ការងារធ្វើចូលចិត្តនិយាយដើមគេណានឹងខ្មែរយើងអត់ទេតនេអត់ការងារធ្វើនិយាយតែដើមគ្នាណាហើយមិនមែនខ្មែរយើងណែទេណាខ្មែរណាណៃនោះទេហ្នឹងអត់អាឃើញប្តីប្រពន្ធគេស្រឡាញ់គ្នាក៏មិនបានទឹះគេអាឃើញកូនគេរៀនចប់ខ្ពង់ខ្ពស់បន្តិចក៏មិនបានអាឃើញគេរកស៊ីមានជាងឯងបន្តិចក៏មិនបានហ្នឹងហើយមិនមែនខ្មែរយើងណែទេខ្មែរណាណៃនោះទេណាហ្នឹងហើយដូចថាមាត់ហ្នឹងវាអញ្ចឹងហ្មងវាចង្រៃហ្មងហ្នឹងហើយតនេអត់ការងារធ្វើទៅនិយាយចាក់រុកឲ្យគេឆ្លោះគ្នាឲ្យគេក្តៅកាហាយដោយសារមាត់ហ្នឹងអញ្ចឹងបាទអាត្មានិយាយរឿងមាត់ហ្នឹងតិចទៅនឹងភិក្ខុអង្គហ្នឹងអញ្ចឹងដែរមិនមែនតែញោមទេលោកសង្ឃហ្នឹងក៏ដោយតែចូលចិត្តនិយាយដើមគេចាក់រុកគេឆ្កាស់ឆ្កៀលគេឲ្យគេឆ្លោះគ្នាឲ្យគេក្តៅកាហាយដោយសារមាត់ញោមឯងមើលបានបួសឲ្យអត់រួចខ្លួនក៏ធ្លាក់នរកអស់តម្លងប្រពុតមកព្រះអង្គមកថន្តៈរហូតដល់រំលងប្រពុតមកព្រះអង្គបានកើតជាប្រែតបានមកកំណើតជាប្រែតហ្នឹងខ្លួនមនុស្សហ្នឹងស្អាតហើយស្អាតបើមាត់ហ្នឹងមាត់ដូចជ្រូកក្លិនមិនល្អបានភិក្ខុសង្ឃដើរកាត់ព្រៃហ្នឹងឃើញប្រែតហ្នឹងនាំពាក្យហ្នឹងទទួលព្រះនឹងនាំរឿងហ្នឹងទទួលព្រះបានព្រះសម្ដែងទៅមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគាត់បីសង្វេគតក់ស្លុតទៅនៅកម្លាំងនៃកម្មគ្មានកម្លាំងអ្វីប្រសើរស្មើដោយកម្លាំងនៃកម្មនឹងទេវាឲ្យវិបាកជាក្តៅកាហាយក្នុងលោកទាំងពីរលោកនឹងក៏ក្តៅកាហាយលោកខាងមុខក៏ក្តៅកាហាយដូចជាសូករៈប្រែតដែលភិក្ខុទាំងឡាយបានឃើញនឹងភ្នែកអញ្ចឹងគាត់នឹងកាលពីអតីតជាតិព្រះអង្គរៀបរាប់ដោយថ្មនិយាយមិនអញ្ចឹងណានឹងព្រះអង្គរៀបរាប់ថាអង្គនឹងជាភិក្ខុអីចូលចិត្តនិយាយដើមលោកឲ្យលោកឆ្លុះគ្នាអញ្ចឹងមកបានព្រះអង្គសម្ដែងគាថា
នឹងប្រាប់ទូមានភិក្ខុទាំងឡាយនិយាយជាខេមរៈភាសាចុះនិយាយជាមគ្គភាសាក៏យំស្រាប់មិនបានព្រះអង្គថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូលសង្វេគតក់ស្លុតទៅនៅកម្លាំងកម្មអ្នកទាំងឡាយគប្បីសង្រួមទៅនៅវាចាទី1ណាព្រះអង្គថាសង្រួមទៅនៅវាចាហើយអ្នកទាំងឡាយគប្បីលះទៅនៅអកុសលកម្មបត្តិទាំងឡាយ10នឹងជំរះចោលពីក្នុងខណ្ឌសន្តានហើយចម្រើនទៅនៅកុសលកម្មបត្តិ10កុសលកម្មបត្តិ10មានអីខ្លះញោមកុសលកម្មបត្តិ10នឹងកាយកម្ម3វិច័យកម្ម4មនោកម្ម3បានព្រះអង្គថាសង្រួមវាចាចម្រះទៅនៅអកុសលកម្មបត្តិទាំងឡាយ10ពីក្នុងខណ្ឌសន្តានហើយចម្រើនទៅនៅកុសលកម្មបត្តិទាំង10ហ្នឹងអញ្ចឹងអាធ្លាក់នរកធ្លាក់ប្រែទៅសួរដោយសារអាទ្វា3ហ្នឹងណាញោមកាយទ្វា1វិច័យទ្វា1មនោទ្វា1អាទ្វា3ហ្នឹងតើអត់ចាក់សោបានស្រួលទេអាចោអកុសលហ្នឹងវាលោបលួចចូលគ្រប់តែពេលបងហើយរាល់ថ្ងៃញាតិញោមចាក់តែសោទ្វាផ្ទះបើអត់មានអ្នកណាចាក់អាទ្វា3នៅក្នុងខ្លួនយើងនេះអត់ប្រយ័ត្ននឹងឲ្យយើងតែប្រហែលអាទ្វា3ហ្នឹងនាំយើងទៅយកវីសារបស់គេមកទៅដើមយកវីសាយើងកំណើតច្រើនណាស់ដែលកំពុងអង្គុយរងចាំវីសាយើងគោកបីដំរីសេះមន់ទាជ្រូកក្តាន់សមោចង្អារាប់ម៉ឺនកំណើតហ្នឹងកំពុងតែអង្គុយរងចាំទៅដើមវីសាមនុស្សហើយយើងបានមកវីសាមនុស្សល្អហើយតែផ្លត់សតិធ្លាក់ទៅកន្លែងគេមកកន្លែងយើងវិញស្ដាប់តអត់ទេញោមអញ្ចឹងយើងខំប្រឹងចម្រើនគុណធម៌និងសេចក្តីល្អក្នុងចិត្តសង្រួមវាចាចម្រះទៅនៅអកុសលកម្មបត្តិទាំង10ចម្រើនទៅនៅកុសលកម្មបត្តិ10ជាពិសេសវាចានឹងគប្បីសង្រួមមុនពោលមុនប្រាប់គិតនិងមុននិយាយស្ដីនឹងយើងស្ដាប់ឲ្យបានច្រើនគិតឲ្យបានច្រើនជាសច្ចវិទ្យានិយាយឲ្យងាយស្ដាប់ពោលតែសច្ចវិទ្យាពោលតែពុបណីតែកំពោគូថភានីអានឹងគឺយើងដឹងឲ្យចម្រើនបុណ្យកុសលពុបណីនឹងគឺសម្ដីដូចផ្កាអញ្ចឹងនិយាយទៅគេសប្បាយចិត្តគេរីករាយគេចម្រើនប្រយោជន៍អាគូថភានីឲ្យតាហាចេញដឹងគេឆ្លោះគ្នាហ្មងហ្នឹងអានឹងយើងកុំនិយាយអានឹងដឹងឲ្យចម្រើនបុណ្យណាញោមសូមអនុមោទនាត្រេកអររីករាយជ្រះថ្លាក្នុងបុណ្យក្នុងកុសលទាំងអស់គ្នាណាញោមណាសូមអនុមោទនាអនុមោទនាបុណ្យអនុមោទនាសេចក្តីល្អจงปราบประเตียนเทศนาดายืงขยมใบเอาบรมกายเวจาបើមិនពីរួងដោយសំរេងអង្គលោកចាំងក្មេងសូមមេត្តាយកអាងនិសង្ឃ5ប្រការបានដល់ដាណានិពេលណងរបស់មេដានិងបៃតាដែលលោកបានសាបព្រោះមកលើយើងជាបុត្រធីតាប្រុសស្រីនេះទាំងឧបការៈគុណក្តីទាំងជាតិគុណក្តីនឹងបានបដោះបដាលចិញ្ចឹមបីបាច់ថែរក្សាយើងឃុំក្រងយើងដោយព្រមវិហារធម៌ទាំងឡាយ4តាំងតែពីយើងនៅក្នុងផ្ទៃនៅក្នុងអតោនៃមេដារហូតដល់ប្រសូតចាក់ចេញអតោលោកតែងឃុំក្រងចិញ្ចឹមថែរក្សាយើងឲ្យធំធាត់មានសាច់មានឈាមប្រកបព្រមដោយបច្ច័យទាំងឡាយ4និងញ៉ាំងយើងឲ្យលុះទៅនៅក្នុងសេចក្តីល្អញ៉ាំងយើងឲ្យលុះទៅនៅក្នុងសេចក្តីសុខសេចក្តីចម្រើនទាំងយសសម្បត្តិបញ្ញាសម្បត្តិញាតិសម្បត្តិសុខសម្បត្តិអាស្រ័យដោយការសង្គ្រោះទៅនៅសង្ឃហធម៌ទាំងឡាយ5និងពីលើបច្ច័យទាំងឡាយ4ដែលចិញ្ចឹមបីបាច់ថែរក្សាយើងគ្រប់គ្នាហើយតែងឃុំក្រងដឹកនាំយើងដោយធម៌ទាំងឡាយ4ហ្នឹងដែលត្រូវក្របសង្កត់លើយើងសរុបទាំង13នេះនឹងមេដានិងបៃតារមែងដល់នៅឈ្មោះថាជាពុព្វទេវីថាជាអាហុណីយបុគ្គលនិងថាជាព្រះព្រំសម្រាប់កូនចៅប្រុសស្រីទាំងអស់ដែលត្រូវគោរពប្រតិបត្តិនិងទុកជាស្រែបនទុកជាមលុបដតត្រជាក់សម្រាប់បុត្រធីតាប្រុសស្រីគោរពប្រតិបត្តិបូជាក្រាបសំពះនមស្ការព្រឹកល្ងាចម្ល៉េះហើយយើងជាកូនចៅប្រុសស្រីនឹងមិនអាចបំភ្លេចទៅនៅសេចក្តីល្អរបស់អ្នកម្ដាយនិងលោកឪពុកបើទោះបីជាអ្នកម្ដាយរៀនសូត្របានតិចជាងយើងបើទោះបីជាអ្នកម្ដាយបង្កើតយើងមកក្នុងសភាពគ្រួសារក្រីក្រលំបាកប៉ុន្តែអ្នកម្ដាយបានផ្ដល់ទៅនៅកំណើតដ៏ល្អហើយបានឃុំក្រងថែរក្សាយើងដោយធម៌ទើប
ណាយើងអាចមានមុខមាត់យកសក្តានៈទូនីតិខ្ពស់មុខខ្ពស់មាត់រស់ក្នុងសង្គមប្រកបព្រមដោយសេចក្តីសុខនិងសេចក្តីចម្រើនទៅបានម្ល៉េះហើយសេចក្តីល្អទាំងអស់នេះបានដកជាប់ក្នុងហត្ថយារបស់យើងជាកូនចៅប្រុសស្រីនឹងមិនអាចបំភ្លេចទៅនៅសេចក្តីល្អរបស់លោកបានក៏នាំគ្នាចម្រើនទៅនៅសេចក្តីល្អជូនលោកដោយនាវេលាឱកាសគ្រានេះធំដុំអធិកធមប្រាប់អស់ញាតិមិត្តនិងគ្រប់ទិសទីទាំងចិត្តទាំងឆ្ងាយឲ្យមកចូលរួមទាំងគិរិយាវាសទាំងបព្វជិតប្រសង់មកមិនដឹងប្រមាណវត្តញោមមើលមកទាំងអស់និងវត្តយើងនៅចិត្តនេះមុនមកទាំងអស់ណាទីគុណណាមកទាំងអស់មកចូលរួមបុណ្យលោកយាយមហាបាសិកាមេឃផុននិងមហាបាសិកាសុកស្រន់អញ្ចឹងឯងញោមឯណាញោមផុនញោមផុនឯណាញោមស្រន់ចិត្តគ្នាហ្នឹងណាញោមផុននៃយាយស្រន់នេះបែបប្រហែលវត្តព្រឹកល្ងាចហើយបានលោកស្រឡាញ់មកទាំងអស់អង្គនេះហ្នឹងហើយតើអ្នកស្រឡាញ់ធរបានអ្នកធររត់រអ្នកធរនឹងមនុស្សយើងអញ្ចឹងញោមអ្នកធររត់រកអ្នកធរអ្នកផឹករត់រកអ្នកផឹកអ្នកលបែងរត់រកអ្នកលបែងហ្នឹងហើយអញ្ចឹងយើងអ្នកធរហ្នឹងរត់រកអ្នកធរញោមដើរជាមួយចង់ចេះធ្វើបន់ដើរជាមួយអ្នកធ្វើបន់តាមួយអាទិត្យជាប់គ្នាឥឡូវដើរចោលផ្ទះចោលប្តីឥឡូវហ្នឹងហើយយើងដើរជាមួយអ្នករស៊ីព្រឹកល្ងាចតែមួយខែពីរខែយើងកើតកំណត់ចង់លុកដីឡូចង់លុកទិញផ្ទះលុកផ្ទះចង់រស៊ីតាមគេឥឡូវហ្នឹងហើយណាខ្សែគប់អ្នកណានឹងទៅតាមអ្នកនោះអញ្ចឹងយាយផុនហើយយាយមេឃហ្នឹងប្រហែលជាស្រឡាញ់លោកណាស់ចូលចិត្តលោកណាស់សង្គ្រោះលោកណាស់ក៏បានលោកមុនមកទាំងអស់អង្គមកចូលរួមត្រេកអររីករាយជាមួយនឹងកុសលធម៌នៃកូនចៅប្រុសស្រីបំពេញជូនញោមមេឃហើយញោមស្រន់ថ្ងៃហ្នឹងញោមផេនញោមផេនហើយញោមផុនហើយញោមស្រន់ថ្ងៃហ្នឹងណាឥឡូវមកនិយាយរឿងកូនចៅប្រុសស្រីនេះធម្មជាតិគុណជាតិនៃការរលឹកគុណនេះបងប្រុសបងស្រីបងប្រុសបងស្រីទាំងឡាយណព្រះសម្មាសម្ពុទ្ធអគ្គសាវកពុទ្ធពហុសោតលោកតែងពោលសរសើរអំពីគុណជាតិនៃបុគ្គលដែលរលឹកទៅនូវគុណកាលណាយើងមានសតិរលឹកទៅនៅសេចក្តីល្អរបស់បុគ្គលដែលមានឧបការៈលើយើងមិនថាតែមេត្តាបេតាមិនថាតែម្ដាយឬឪពុកសូម្បីតែគ្រូបាអាចារ្យត្រកូលរៀមច្បងឬអ្នកមានឧបការៈដែលសូម្បីតែឲ្យបាយយើងមួយដុំនឹងក្នុងគ្រាដែលយើងកំពុងតែលំបាកក្នុងគ្រាដែលយើងកំពុងតែអត់ឃ្លានដែលយើងរស់រានមានជីវិតបុគ្គលនោះក៏ជាបុគ្គលដែលយើងត្រូវរលឹករឿយនៅសេចក្តីល្អរបស់គេជានិច្ចនឹងព្រះសរសើរព្រះអង្គពោលអញ្ចឹងចុះតម្រាំតែម្ដាយឪពុករបស់យើងដែលពោផ្ទៃយើង9ខែ10ថ្ងៃបង្កើតយើងហូរឈាមទាំងក្លុកហើយចិញ្ចឹមបីបាច់ថែរក្សាគុកអាចច្បាច់នោមយើងតាំងតែពីក្មេងរហូតទល់គ្នាសម័យសប្តាហ៍នេះកូន6 7នាក់មិនតិចទេក្នុងប្រូក្រាមប៉ុននេះ17នាក់លោកយាយទាំងពីរនេះណៅបត់ច្រើនយ៉ាងហ្នឹងហើយញោមផុនហើយញោមស្រាន់ហ្នឹងកាលចំនួនគាត់ថែយើងដូចគ្មានប្រាក់ខែទេណាយាយណាញោមផុនកាលចំនួនយាយអត់មានប្រាក់ខែទេបងហើយចុះយាយផុននេះថ្មិញក៏ស្អាតអីស្អាតយ៉ាងហ្នឹងហ្នឹងថ្មិញនៅទាំងអស់គ្មានបាត់មួយទេហ្នឹងហើយយាយស្រន់នេះអស់អាលីងហ្នឹងសល់ឡាញ់ចាញស្ដាប់មិនលឺទៀតស្រួលហ្នឹងហើយពីអ្នកហ្នឹងណាបងណាបងអូនញោមស្រាន់បងណាញោមផុនបងទៀតហើយចុះញោមផុននេះកុំមមល្អម្លេះបើឲ្យអាត្មាមើលអាត្មាថាយាយស្រាន់នេះបងញោមផុនណាអូញោមផុននេះបើថាលាប highlight សក់ខ្មៅទៀតអស់ទាស់ដូច8 10ហ្នឹងថ្មិញនៅពេញមាត់ញោមមើលមមមើងហើយគីឡូក៏ដល់ទៀតប្រហែលកូនគេស្រឡាញ់ខ្លាំងណាស់បើគីឡូអញ្ចឹងហ្នឹងញោមចំណាំមើលកូនណាដែលមិនសូវថែម៉ែថែឪនឹងមើលតែគីឡូគាត់ឲ្យតែយាយណាស្បែក10ឆ្អឹងអាហ្នឹងកូនមិនសូវយល់ទេសូវយល់ទេមួយឆ្នាំមកលេងម្ដងជួនកាលកូនការឲ្យបែកផ្ទះអស់អាមួយពងចាមអាមួយព្រៃវែងអាមួយបាត់បងអាមួយពេញហ្នឹងហើយដល់ពេលមួយឆ្នាំមកម្ដងអាបាត់ដបងនោះមកម្ដងហ្នឹងញោមចំណាំមើលម្ដាយឪពុកណាដែលកូនចៅគេយកចិត្តទុកដាក់មើលតែគីឡូយាយឯតាហ្នឹងបានហើយមិនបាច់ទៅមើលអីច្រើនទេហើយយាយណាស្បែក10ឆ្អឹងណាហ្នឹងដឹងអាកូនមិនសូវនឹកហ្មងទេមួយឆ្នាំវានឹកម្ដងអីឲ្យមកតាំងពីបាត់បងឲ្យអត់ទិញអីផ្ញើអាទឹកដោះគោខាត់ទឹកដោះគោរាវឲ្យអត់ទិញមកទិញអានំប៉័ងមកស្បោងស្វិតតតាប់ហើយយាយនេះអត់ថ្មិញដូចយាយស្រានវិញគៀមងាប់ហ្នឹងហើយទៅរកជាតិឯណាញោមទៅគីឡូឯណាឡើងកើតហ្នឹងហើយយាយញោមស្រាននេះគ្មានលឺអីទេលោកនិយាយដើមគាត់ដឹងដឹងអាញឹមគេហ្នឹងហើយអាញឹមមកមិនដឹងគេថាម៉េចណាហ្នឹងហើយគិតទៅចាស់ទៅណរូបរាងកាយយើងនេះគួរឲ្យសង្វេគណាស់ណញោមចំណាំថាក្នុងចិត្តបរមត្ថព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថារូបកាយនៃបុគ្គលទាំងឡាយណ
ដែលទៅដោយអស់អាយុនិងទៅដោយអស់បុណ្យហ្នឹងគឺរលត់ភ្លើងធាតុម្ដងតិចម្ដងតិចបងហើយខណ្ឌ5ហ្នឹងវាបែកធ្លាយម្ដងតិចម្ដងតិចដូចគ្នាប៉ុន្តែបើទៅដោយកម្មគយានមរណៈវាខុសពីអាយុគយានមរណៈនិងបញ្ញគយានមរណៈបើយើងទៅដោយអស់អាយុនិងទៅដោយអស់បុណ្យហ្នឹងគឺមានន័យថាភ្លើងធាតុរលត់ម្ដងតិចម្ដងតិចខណ្ឌហ្នឹងបែកធ្លាយម្ដងតិចម្ដងតិចគេយកម្ដងម្ដុំនិយាយឲ្យងាយស្ដាប់ចេះតែបើគេយកដោយកម្មគយានមរណៈសត្វនឹងស្លាប់ដោយសារកម្មកាត់ផ្ដាច់គឺទៅម្ដងទាំងអស់ប៉ុន្តែដូចញោមផុនញោមស្រាននេះគេហៅថាទៅដោយអស់អាយុនិងទៅដោយអស់បុណ្យហើយញោមទាំងអស់គ្នាដូចគ្នាអាត្មាក៏ដូចគ្នាអាគេយកម្ដងម្ដុំអាហ្នឹងគេហៅថាតម្រាំមកដល់ថ្ងៃទៅទាំងអស់អាហ្នឹងគេហៅថាអស់អាយុនិងអស់បុណ្យញោមមើលរាល់ថ្ងៃគេយកយើងម្ដងហើយនិយាយខ្លះគេយកភ្នែកទៅពីមុនមើលច្បាស់ឥឡូវមើលលែងយល់ញោមខ្លះគេយកតិចស្ដាប់ឮហឹងស្ដាប់លែងឮញោមខ្លះគេយកចកេះអង្គុយស្ដាប់ធម៌តែកន្លះម៉ោងអត់មានងើបនេះតែមុនទេងើបសាគូតែមុនចកេះទាំងអស់ហ្នឹងញោមខ្លះគេយកជង្គង់ញោមខ្លះគេយកសក់ញោមខ្លះគេយកស្បែកហ្នឹងញោមខ្លះគេយកថ្មិញពីមុនញឹមស្ញែងមកស្អាតលឹងឥឡូវញឹមមកសល់ពីរសងខាងហ្នឹងអាចៅវាច្រឡំស្រែកម្ដងដែរទៅហ្នឹងវាមើលអារឿងភាកខ្មោចពីល្ងាចដល់មកឃើញថ្មិញយាយវានោះវាស្រែកម្ដងដែរហ្នឹងវាច្រឡំណ៎អញ្ចឹងមានន័យថាគេយកទៅម្ដងភ្លើងធាតុក៏រលត់ម្ដងតិចដល់ហ្នឹងគេឲ្យសញ្ញាយើងណាញោមសម្រាប់សម្គាល់តែរូបកាយនេះហាក់បីដូចជាតួនៃរត់ឬហាក់បីដូចជាតួនៃផ្ទះដែលមានសភាពទ្រុឌទ្រោមហើយដែលបុគ្គលជនជាម្ចាស់ផ្ទះហ្នឹងត្រូវតែមានសតិនិងបញ្ញារលឹកដឹងហើយជញ្ជូនទ្រព្យមានតម្លៃទុកឲ្យហើយយ៉ាងណាព្រះអង្គសម្ដែងចង់សម្ដៅថារូបកាយយើងនេះហាក់បីដូចជាទីសំណាក់ដូចជាតួនៃរត់ឬតួនៃផ្ទះចឹងបើរាងកាយនឹងវាទ្រុឌទ្រោមវារលត់ទៅម្ដងហើយមានន័យថាដូចជាផ្ទះដែលមានសភាពទ្រុឌទ្រោមចឹងបុគ្គលអ្នកមានបញ្ញាសមាធិត្រូវប្រកបព្រមដោយចាកៈនឹងដោយទានអ្នកដោយសីលៈដោយភាវនាដោយការចម្រើនដោយការប្រព្រឹត្តទៅនៅកុសលធម៌លះទៅនៅអកុសលចម្រើនទៅនៅកុសលទុកឲ្យហើយនឹងជញ្ជូនកាញ់គឺជញ្ជូនអកុសលជញ្ជូនចូលគឺជញ្ជូនកុសលឲ្យចម្រើនក្នុងខណ្ឌសន្តានរបស់យើងគ្រប់គ្នាដើម្បីជាសរណៈជាឧបនិស្ស័យសម្រាប់ខ្លួនយើងចប់តិបដិសន្ធិទៅអនាគតជាតិរមែងដល់ព្រមនៅការចម្រើនចឹងបង្វែរមកថ្ងៃនេះវិញកូនចៅប្រុសស្រីទាំងអស់ប្រពៃណាបានធ្វើបុណ្យណាចម្រើនបច្ចុប្បន្នកតញ្ញូជាកិច្ចកតវេទីចំពោះមេដារបស់យើងក្នុងបកគលនឹងរមែងមិនសញ្ញត់ចោះទេរមែងដល់ព្រមនៅសេចក្តីចម្រើនការគោរពគុណនេះមិនមែនមានត្រឹមតែយើងជាពុទ្ធជននឹងទេក៏ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គញោមពពោធិសត្វគ្រប់ព្រះអង្គព្រះសម្មាសម្ពុទ្ធនៃយើងកាលនៅជាពពោធិសត្វគ្រប់ជាតិកើតជាសត្វតិរិឆានក៏នៅតែបម្រើម្ដាយបម្រើឪពុកមកលើកតែឧទាហរណ៍មួយនៃជាតិចុងក្រោយជាតិជាសវណ្ណសាមនេះនឹងរែកម្ដាយរែកឪពុកគ្រប់កន្លែងទាំងអស់ព្រះមហាមោគលានដូចគ្នាបម្រើម្ដាយបម្រើឪពុកគ្រប់ជាតិប៉ុន្តែអាជាតិបើយើងគិតទៅជាតិដែលប្រមោគលានត្រូវចោលទាំងឡាយដែលសម្រេចគុណធម៌ជាន់ខ្ពស់ហើយចោលទាំងឡាយ500កាប់នឹងប្រមោគលានខ្ទេចហ្នឹងគឺជាតិចុងក្រោយអញ្ចឹងសួរតើហេតុអីបានត្រូវគេកាប់ដោយសារតែទោសនឹងជាតិមួយនឹងណាដោយអំណាចនៃលោភៈចិត្តនិងមោហៈចិត្តវង្វេងនិងសេចក្តីលោភហើយតណ្ហាដឹកមុខនិងមោហៈអវិជ្ជានឹងរាំងខ្ទប់ធ្វើឲ្យណាព្រះមហាមោគលាននឹងមើលអត់ឃើញគុណម្ដាយគុណឪពុកតទៅទៀតស្ដាប់តាមប្រពន្ធដោយអំណាចលុះទៅនៃស្ត្រីដែលញ៉ាំងបរោះនោះឲ្យវង្វេងគឺព្រះមហាមោគលាននឹងឯងប្រពន្ធនេះគេមិនសប្បាយចិត្តនឹងម្ដាយឪពុកប្រមោគលានដែលចាស់ហ្នឹងណាហើយការមកនៅជាមួយគ្នាគេមិនចង់នៅបំរើយាយតាចាស់ហ្នឹងគេលំអុកប្តីរកវិធីធ្វើម៉េចឲ្យប្តីនឹងស្អប់យកម៉ែយកឪទៅសម្លាប់ចោលអញ្ចឹងបាទអាត្មាចេះផ្ដាំយាយណាយើងរើសកូនប្រសាឲ្យកូនប្រុសយើងមើលផងណាយាយនឹងនេះសម័យព្រះផងនៅមានស្ត្រីអញ្ចឹងចុះតម្រាំ2022នេះយាយមុននឹងរើសប្រពន្ធឲ្យកូនយើងមើលកញ្ចក់ដៃមុនគេនឹងមើលសក់ highlight ខាងលើនឹងផងមើលបេមាត់ផងនឹងមើលកញ្ចក់ជើងផងបើកញ្ចក់ដៃនៅសាឡូនអត់ដៃស្គាល់ស្នាងទេអាហ្នឹងក៏មិនញឹមពេកហ្នឹងណាសម័យនេះមិនបាច់ពឹងលើថ្ងៃខែច្រើនពេកទេយាយណាអាថ្ងៃខែហ្នឹងមើលចេះមើលបើសម័យនេះគេមើល3ចង់បានប្តីបានប្រពន្ធគេមើល3ទី1គេមើលណាកម្រិតវប្បធម៌នៃការអប់រំមនុស្សហ្នឹងបើទទួលបានការអប់រំសមរម្យដឹងអាឡក់គ្រាន់បើនឹងចាប់ពីថ្នាក់12ដល់យើងនិយាយតែអញ្ចឹងបាក់ដប់ទី2គេមើលទៅលើការងារជាក់លាក់ណាមួយរបស់មនុស្សហ្នឹងការងារជាក់លាក់ហ្នឹងមិនសំដៅទៅលើប្រាក់ខែតិចច្រើនឲ្យតែមនុស្សហ្នឹងមានការងារត្រឹមត្រូវសុចរិតមួយជាប់នឹងខ្លួនហើយទី3គេមើលពូជពងវងតកូល
bà pui nâng mai ọt lọp phạc âu ọt lọp phạc mai mình lên là bay âu mình lên là bay mai âu này ọt toát chluộc toát quay cầm đất cặp chặn nè đợt tây cho cục chọc nọ cho vắt pui mình bầu nâng về lõ nâng có còn ba đây này vậy mơ tà bay nâng tâu có nâng ngày khai rương mùi xe nhà nâng dương trẻ mơ nâng mền màu mơ đấy bà dây khá đôi do râm ta đang ngày khai nâng phê nhưng bà ban côn mỏi trắng nâng đôi prem ha mua cả liền ấy nhiều mơ nâng côn kia lọ mà đây ta đang mơ ngày mơ khai sa pông dẹt giờ mất si câu này mong hôm lần thế đò pe màu mùi khói nó sọt các ba với hai lai lần bày pó nâng xoay hàng xoay các ba để chia xoay pò xó các ba để chia đám pò khiếu cả tu lơ pò máu hay để chia đấy pe mà khang bay và táo hay khâu đấy đạch chữ cũng hay đò pe cha đấy đánh bờ liếp pông tê vào đà nâng lo cha trâu nâng tiệp thì đa con say nhóm đặt cho đò láo cà ấy cợt miệt đôi cái chắc cợt bạc đôi cái có cả là miệt co pan đôn tùng nâng ôi vậy bị dây nè nhầm ơi cồn anh đừng lo ai bàn đây pông tê và đa cồn say anh pông tê và thì đa trâu khên nè lạnh miên nè ồ si đang ở miên nè cha thà miên áo ta đây ta đùm xua lên anh khơi cồn nó đùm xua lên vì đây pro hana pẹt cả vợ mà khang bay và tàu hay sọ các bạn bay buồn po hay khâu này đại gì với anh ta đùm xua hết ta anh còn chết cha tha lo nè ca ơi ban ta bay ngay men ban họ si miệt pan đồn tung mấy tao qua con sấy vậy ni hơn pan đồn nè nhôm chưa cha chưa tao pan đây còn chưa clang pi cha mẹ là cha dương đấy cha ná nó cha sọc thà má con say bay ca hơi mềm mại đó con cha lia pan mà tôi cha lia sọc ma miền mùi nâng phong nó còn đạp nước khăng ngọt con mai tầng 7 hay chứ tao đánh bờ lý mấy bà con ai mà tao mai được on đó nên đánh bờ lý kia nó đánh vào đò pe con luôn ấy giấy bay nè mai tầng 7 đó chẳng mà tham tha sờ mày ní cái ọt mơ tờ lơ pui nó ngày khai nó sờ cọt ngôn khang pt cái mơ hơi vì mình miên tầm lay mình miên phải giao tê miên bắn cái oi bắt đầu tờ lơ bay được mà vậy mấy mọc con gì chẳng dừng dây đường thò dừng nè đôi prem hà mua cái liên chắc đôi xa sấy bàn thầu do mai do âu tao sầm láp đôi xa một pôn nâng chạ rốc nâng thơ ro vị thi thơ mách ở qua đây nó của shop miền rương về ngày mà bệnh về khẩn trong phải chẹt ta câu ná đây phải tu sài ác quân chồng pôn miệt đa bay đá rồi mấy đo nơi xịt đây vì nè đôi prem hà mua cái liên chân nhiều mơ sầm rạch chỉ prem là hòn hới nâu tay mình ruột luôn có nâng con là quay mai quay nâng nà rương về mà mình cua lược tiệt đây lọp sầm đai hơi xài ạt nâng quay mai quay phần nâng trơ kề quay prem hà mua cái liên nâng rọp chiết cao chiết na có kiểu quay cao chiết na có kiểu quay slap là hốt nâng chiết trong trôi nâng sầm rạch chỉ prem là hòn đây nâu tay mình ruột luôn nhôm trao tầng lái pram rồi cặp tích không cà phê phải chẹt thà sạch say sọt tờ say cho ăn nâng mót pan trong có nâng miền này thà mình nuôi dương cái trăm đó pan trong có miền này ta cả trăm tích tầng óc nhung pan prem hà mua cái liên vào ông nhang ắt thị vật thị prao để đất cung nàyรูป riêng cai nó còn miền sập hiệp thầm mà đá tật vai cungព្រះសម្មាសម្ពុទ្ធrồi chọc sập rốt liaព្រះសម្មាសម្ពុទ្ធនឹងអគ្គសាវកចូលកាន់ព្រះមហាបរិនិព្វាននឹងហោះវឹងសំកាំងទៅលើអាកាសចាញ់ពុកនៃក្រុនទាំងឡាយឲ្យបោបាក់បបខ្លោបខ្លាចនៅរិទ្ធរបស់ព្រះមហាមោគលាន7យុគ7ថ្ងៃមិនឲ្យបើកថ្ងៃ7យុគ7ថ្ងៃក៏បានឲ្យភ្លៀង7យុគ7ថ្ងៃក៏បានអស្ចារ្យណាស់រិទ្ធរបស់ព្រះមហាមោគលានតាមពិតបើលោកមិនចង់ឲ្យគេសម្លាប់ក៏សម្លាប់មិនបានប៉ុន្តែលោកប្រមាលមើលបនិស័យនៃកម្មរបស់លោកត្រូវតែទទួលនឹងលោកមិនរត់គេចអំពីកម្លាំងនៃកម្មនឹងទេនឹងដោយសារអីដោយសារតែណាវាយម្ដាយវាយឪពុកចឹងណកូនចៅប្រុសស្រីទាំងអស់ត្រូវមានសតិសម្បជញ្ញៈរលឹកដឹងខ្លួនយើងថាបើមិនបានសងគុណម្ដាយឪពុកដោយកូនចៅរបស់ញោមផុនញោមស្រានថ្ងៃនេះយើងមិនបានតបគឺសេចក្តីល្អទៅកាន់គាត់សុំកំណំគ្នាបន្ទុះសារាយដាក់គាត់នឹងកុំយកសេចក្តីទុកទៅឲ្យម្ដាយឪពុករបស់យើងណាយើងរមែងដល់នៅសេចក្តីវិនិច្ឆ័យអន្តរាយដោយអាត្មាធ្លាប់បញ្ជាក់ចឹងឃើញជាក់ស្ដែងនៅភ្នែកកូនណាដែលបន្ទុះសារាយម្ដាយឪពុកវាដំតបធាក់ជាបចោម្ដាយឪពុកកូននឹងមិនដែលចម្រើនទេញោមរ៉ូស៊ីក៏មិនចម្រើនបើកភ្នែកឡើងប្តីឆ្លោះប្រពន្ធឆ្លោះប្តីបោកចានបោកឆ្នាំងក្តៅកាហាយក្នុងគ្រួសាររ៉ូមិនរ៉ូសេចក្តីសុខមិនមានយើងឃើញភ្នែកចឹងអ្នកណាបានរលឹកគុណតបគុណគឺរមែងចម្រើនចឹងយើងប្រឹងចម្រើនទៅនៅសេចក្តីល្អជាមួយម្ដាយឪពុកយើងហើយកុំចាំដល់មានលុយធ្វើបន់ធំដោយកូនចៅថ្ងៃហ្នឹងញោមមិនចាំបាច់មានលុយធ្វើបន់ធំដូចថ្ងៃហ្នឹងទេព្រោះកតញ្ញូហ្នឹងព្រះលោកសម្ដែងពហុសោតលោកចែកច្រើនវាមានការលកតញ្ញូបកសនកតញ្ញូនិច្ចកតញ្ញូយើងធ្វើថ្ងៃហ្នឹងគេហៅថាបកសនកតញ្ញូយើងដឹងគុណយើងរលឹកគុណហើយយើងបានធ្វើបន់បកោប្រកាសប្រាប់អស់ញាតិមិត្តហ្នឹងល្អហើយប្របីហ៎ប៉ុន្តែកតញ្ញូមួយទៀតនោះគឺនិច្ចកតញ្ញូបើយើងគ្មានលទ្ធភាពលុយរាប់ពាន់រាប់ម៉ឺនយកមកចំណាយអញ្ចឹងយើងគ្រាន់តែបម្រើគាត់
បាយទឹកនំចំណីត្រីសាច់ថែរក្សាផ្លូវកាយផ្លូវចិត្តគាត់ឲ្យល្អព្រឹកល្ងាចរៀងរាល់ថ្ងៃបានបុណ្យច្រើនជាងយើងធ្វើម្ដងនឹងទៀតបាទកូនខ្លះធ្វើតែម្ដងនឹងហើយអាពេលធ្វើបុណ្យនឹងអាចារ្យឲ្យថ្វាយអង្គមឲ្យសែងម៉ែងូតទឹកឲ្យថ្វាយអង្គមឡើងទុនបងឲ្យកម្មាទោសវ៉ាន់ទាឲ្យសម្ដីឡើងព្រោះដល់ចប់កម្មវិធីបុណ្យជេរម៉ែដល់ចុងភូមិដល់ដើមភូមិបងអាកូនខ្លះនោះយីហ្នឹងអញ្ចឹងវាមិនស្មើមិនសូវចម្រើនគុណដូចយើងថែគាត់រាល់ថ្ងៃទេហើយយើងបាយទឹកនំចំណីត្រីសាច់ឈឺជាក្តៅរងាមើលគាត់ព្រឹកល្ងាចរាល់ថ្ងៃទេអាហ្នឹងបាប្រពៃបើថាអញ្ចឹងមិនមែនយើងធ្វើបុណ្យថ្ងៃហ្នឹងអត់ប្រសើរទេប្រសើរណាស់យើងថែគាត់រាល់ថ្ងៃហើយយើងមានធនធានមានពេលវេលាយើងរួមគ្នាធ្វើបុណ្យឲ្យគាត់ដូចថ្ងៃតាំងទៀតរឹតតែប្រពៃព្រោះយាយទាំងអស់ហ្នឹងចង់បានថ្ងៃហ្នឹងដូចអាគ្នាហ្នឹងណាយាយណាយាយខ្លះឃើញគេសែងយាយផុនថ្ងៃមិញហ្នឹងប្រតិសិនលោកស្រោចទឹកហ្នឹងយាយខ្លះឈរក្បែរគេហ្នឹងមើលយាយផុនហ្នឹងហូរទឹកភ្នែកមកនឹកឃើញអញកាលបានដូចយាយផុនទេហ្នឹងហើយកូនគេសែងគេងូតទឹកគេដោះសាប៊ូលុចហ្នឹងគេបាញ់ទឹកអប់គេសិតសក់ឲ្យទៀតនោះថ្ងៃមិញហ្នឹងមែនទេយាយផុនហ្នឹងហើយអូយាយពីអញញឹមសប្បាយចិត្តតាមស្រួលមិនតាន់បានបាយម៉ាត់ចូលពោះទេហ្នឹងហើយនៅអង្គុយញឹមមួយថ្ងៃហ្នឹងឆ្អែតនឹងការនឹងបំពេញសេចក្តីល្អរបស់កូននឹងនិយាយខ្លះមកឃើញគាត់សប្បាយចិត្តណាស់ប៉ាន់កុំសប្បាយចិត្តភ្លេចណានិយាយខ្លះភ្លេចខ្លួនចេះអង្គុយឲ្យញឹមស្មានណាគេថ្វាយអង្គមគេសែងគេងូតទឹកឲ្យរាល់ថ្ងៃមាននិយាយមួយច្រឡំហើយតាបាទម៉ោង1គេធ្វើបន់មើលជនអញ្ចឹងគេសែងគាត់ស្រោចទឹកគេវាន់ទាគេថ្វាយអង្គមដល់ស្អែកឡើងចប់បន់គាត់ទៅដាក់កូនពៅអាពៅងើបហើយថៃម៉ែថៃអាម៉េចឯងមិនមើលម៉ោង1ហើយចាំម៉ោង1វាថៃម៉ែថៃអាម៉េចកូនហើយឯងវាន់ទាមួយអាចារ្យសច្ចាមួយអញសិលមិញថាឯងមើលអញថែអញសុំកម្មាទោសតទៅសុំមើលម៉ែសុំថែម៉ែហើយចុះឥឡូវដល់ម៉ោង1ហើយម៉ោង1ម្សិលមិញហើយសែងអញងូតទឹកឥឡូវម៉ោង1ដល់ពេលហើយកូនសែងអញទៅទៀតគេសែងតែម្ដងហ្នឹងឯតាពីងក្រោយផ្ទះម៉ែមិនទៅងូតអាណាគេសែងរាល់ថ្ងៃអាណាគេងូតឲ្យរាល់ថ្ងៃគេងូតឲ្យតែម្ដងអញ្ចឹងយាយផុនកុំច្រឡំណាខ្ញុំផុនណាទីស្អែកឡើងទៅហៅកូនដាក់កូនមកសែងទៀតអត់ទេគេសែងយើងបានម្ដងហ្នឹងទេហើយគេងូតឲ្យហ្នឹងក៏បានម្ដងហ្នឹងដែរអញ្ចឹងបាទអាត្មាចេះបញ្ជាក់ថាកូនយើងកាលយើងងូតទឹកឲ្យគេតាំងពីមកផ្ដិលចូលខ្លួនហើយណងូតរហូតតែគៀនទេហើយរែកទឹកឲ្យពេញពីងងូតឯងតាំងពីមកផ្ដិលចូលខ្លួនរហូតដល់ធំកំមុំកំឡោះនៅងូតឲ្យដល់ពេលវាងូតដល់ឯងវិញងូតកដាលវានឹងដាក់មេក្រូប្រកាសហៅឲ្យគេមកមើលទៀតណាកូនខ្លះនឹងថតទុកមើលទៀតតែកូនបានងូតទឹកឲ្យម៉ែហ្នឹងហើយដល់ពេលងូតចប់ថ្ងៃហ្នឹងទៅផុតពីថ្ងៃហ្នឹងទៅហ្នឹងនិយាយកុំច្រឡំពីងទឹកនៅណាដើរទៅហ្នឹងតាពាំងនៅណាដើរទៅហ្នឹងហ្នឹងអញ្ចឹងខ្ញុំផុនកុំច្រឡំណាខ្ញុំណាអាត្មាពងរោធស្អីទេត្រូវបន់ញោមកុំឲ្យវាខុសហើយឲ្យវាប្លែកពីកម្មវិធីញោមព្រោះអាត្មាបើយកអភិធម្មឬយកធម៌អីមកទេសផ្សេងហ្នឹងញោមច្រើននៅសនំពោតែវាមិនត្រូវរឿងគាត់ណាចឹងទៅមិនដឹងថាទេសស្អីវាត្រូវសាច់រឿងនៅក្នុងបនញោមហ្នឹងយូររកគោលធម៌តសេមិនឃើញព្រោះញោមធ្វើបនតែដែរដូចអាគ្នាហ្នឹងចឹងយើងត្រូវចម្រើនទៅនៅសេចក្តីល្អចំពោះម្ដាយឪពុកហ្នឹងរមែងដល់ព្រមនៅសេចក្តីចម្រើនគឺចម្រើនធម៌ទាំងឡាយ3កូនណាដែលដឹងគុណរលឹកគុណណាគឺចម្រើនទៅនៅសច្ចៈខន្តីកតញ្ញូដូចអាត្មាធ្លាប់បញ្ជាក់ចឹងហើយដូចអាត្មាលើកខាងដើមបាញ់មិញថាម្ដាយឪពុកនឹងដែលទៅជាព្រះព្រំដែលទៅជាទេវតាសម្រាប់យើងគឺម្ដាយឪពុកនឹងតែងមានធម៌13លើយើងគឺចិញ្ចឹមយើងដោយបច្ច័យ4សង្គ្រោះយើងដោយសង្ឃហធម៌5គ្របសង្កត់យើងដោយព្រមវិហារធម៌4អញ្ចឹងកូនទាំងឡាយដែលទៅជាអតិជាតិបុត្រនិងអនុជាតិបុត្រទៅកើតវាតតែមាន13លើម្ដាយឪពុកដូចគ្នានឹងម៉ែឲ្យចិញ្ចឹមយើងដោយបច្ច័យ4យើងត្រូវចិញ្ចឹមគាត់ដោយបច្ច័យទាំងឡាយ4ម្ដាយឪពុកសង្គ្រោះយើងដោយសង្ឃហធម៌5យើងក៏ត្រូវសង្គ្រោះគាត់ដោយសង្ឃហធម៌5ហើយម្ដាយឪពុកលោកគ្របសង្កត់ដោយព្រមវិហារធម៌4លើយើងក៏ត្រូវតែសងគាត់ដោយធម៌ទាំងឡាយ4វាខុសគ្នាគ្រាន់តែធម៌4ហើយនៅព្រមវិហារធម៌4ហ្នឹងវាមានលក្ខណៈខុសគ្នាត្រង់ថាព្រមវិហារធម៌ផ្សេងហើយអាធម៌ដែលយើងយកទៅសងគាត់ផ្សេងនឹងគឺសទ្ធាសីលៈចក្របញ្ញាដែលអាត្មាអាសាសម្ដែងឲ្យញាតិញោមបានស្ដាប់ថាបើម្ដាយមិនតាន់មានសទ្ធាកូនល្អគេនាំម្ដាយឲ្យមានសទ្ធាជឿបុណ្យជឿបាបបើម្ដាយមិនតាន់មានចក្រកូនល្អគឺតែញ៉ាំងមេដាបៃតាឲ្យដល់ព្រមនៅការលះបើម្ដាយមិនតាន់មានសិលកូនល្អតែញ៉ាំងម្ដាយឪពុកឲ្យដល់ព្រមនៅសិក្ខាបទនឹងបើម្ដាយមិនតាន់មានបញ្ញាសមាទិដ្ឋិកូនល្អតែញ៉ាំងមេដានិងបៃតាឲ្យយល់ត្រូវមានសមាទិដ្ឋិឲ្យលះទៅនៅមិច្ឆាទិដ្ឋិសស្សតទិដ្ឋិនិងអចេតទិដ្ឋិនឹងគឺជាកូនដ៏ល្អប្រសើរណាដែលបានចិញ្ចឹមទំនុកបំរុងម្ដាយឪពុកដោយបច្ច័យទាំងឡាយ4និងសង្គ្រោះម្ដាយឪពុកដោយសង្ឃធម៌5និងសងមេដាបៃតាដោយធម៌ទាំងឡាយ4ចឹងកាលណាយើងដល់ព្រមនៅការគោរពគុណនៅការដឹងគុណរមែងដល់ព្រមនៅសេចក្តីសុខនិងសេចក្តីចម្រើននៅក្នុងលោកទាំងពីរទាំងក្នុងលោកនេះនិងលោកខាងមុខព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាម៉េចមេតាបិតុឧបដ្ឋានังពុទ្ធទារសសង្ឃហោអនាគលាចកម្មន្តៈអេតាមំកលមុតមੰ
บกลได้บ้านบำราเตอร์ในเกริยาในการบำราเตอร์ในเมียดามวยเกริยาบำราเตอร์ในใบดามวยเกริยาสงครบดในแพร่เยี่ยมวยเจียมแมงกุลดอดำอายุวัดตะเก้าเราไม่จำราเตอร์ในอายุถ้าในวัดตะเก้าเราไม่จำราในตรอบยศวัดตะเก้าเราไม่จำราในยศพระละวัดตะเก้าเราไม่จำราในกำลังจิตดาวจังบกลนาได้บ้านบำราเตอร์ในเมียดาในใบดาเจียมแมงกุลดอดำเราไม่จำราเตอร์ในยศเราไม่จำราเตอร์ในซอกเราไม่จำราเตอร์ในอายุหนังไว้ยวัดโทก็จำราถนวัดโทก็จำราโยสะวัดโทก็จำราเนียเตวัดโทก็จำราซอกกับวัดโทก็จำราถึงอารมณ์เขียวัดโทก็เราไม่จำราหนึ่งการเหมือนเมียนโรคก็เราไม่ประกอบจำพวกโกนต่างหลายได้บำราเมียดาใบดายุต่างหลายก็เราไม่จำราจำพวกโกนได้บำราเมียดาใบดาตรอบต่างหลายก็เราไม่จำราจำพวกโกนได้กรบบำราเมียดาใบดาสิกระไดซอกหนึ่งเนียต่างหลายก็เราไม่จำราดอลโกนได้กรบบำราเมียดาใบดาให้ปัดโยมปัดมันจำไปเชียดมกเชียดกราวจ้ะយើងមើលជាតិនឹងឲ្យតកូនណាចេះដឹងគុណរលឹកគុណម៉ែឲ្យបំរើម្ដាយឪពុកនឹងគឺអ្នកដតីគេស្រឡាញ់គេចូលចិត្តមនុស្សហ្នឹងដឹងខុសដឹងត្រូវស្គាល់ម្ដាយស្គាល់ឪពុកស្គាល់ចាស់ស្គាល់ទុំនឹងមិនថាបរិសុទ្ធឬស្ត្រីទេគឺគេស្រឡាញ់គេចូលចិត្តគេអាណិតគេចង់ក្បែរគេថែរក្សាគ្រប់គ្នាដោយអំណាចនៃពូជគឺសេចក្តីល្អរបស់កូនដែលបានសាបព្រោះទៅលើម្ដាយលើឪពុកចឹងប៉ុណ្ណឹងបានហើយនិយាយចប់ហើយមិនទេទៀតទេបើភ្ញៀវមកច្រើនហើយទេក៏ស្ដាប់មិនបានមើលមកមើលនាឡិកាមិញម៉ោងម៉ានហើយនាឡិកាមកបាត់អត់ឃើញទៀតម៉ោង 5-4 នាទីមិញយើងទេម៉ោងម៉ានមិញចប់ហើយណាញោមបាច់ទេទៀតទេចប់ហើយនឹងភ្ញៀវមកច្រើនណាស់ហើយប៉ុននៅស្រុកនេះភ្ញៀវច្រើនណាញោមណាណ៎ចឹងណែចប់ហើយនឹងញាតិញោមចាំជួបគ្នាថ្ងៃក្រោយទៀតចុះបានប៉ុនបានកុសលចម្រើនទៅតាមឧបនិស្ស័យជ្រះថ្លារៀងខ្លួនហើយខំប្រឹងចម្រើនទៅនូវគុណធម៌គឺសេចក្តីល្អក្នុងចិត្តព្រោះដំណើរជីវិតរបស់យើងគ្រប់គ្នាមិនវែងទេខ្លីណាស់ក៏ខ្លីដូចស្មាធ្លាប់បញ្ជាក់អញ្ចឹងយប់ហើយនឹងថ្ងៃនេះលឿនណាស់ហើយបើចម្រើនបជនវិញញោមស្រាន់នៃញោមផុនហ្នឹងមិនបាច់កូនគេទៅចម្រើនបជនឲ្យក៏វាដឹងថាអាយុហ្នឹងវាឡើងហើយបងញោមផុនឥឡូវប៉ុន្មានហើយ83អញ្ចឹង83មិនបាច់ធ្វើចម្រើនបជនយក83ទៀតអីវាដឹងថាឆ្នាំហ្នឹង83ផុតឆ្នាំហ្នឹងឡើង84ណាបាច់ប្រឹងមុនលោកមកស្រោចទឹកអាហ្នឹងវាឡើងមកអាយុហ្នឹងតែផុតមួយឆ្នាំដល់ឡើងរហូតឡើងអូតូអញ្ចឹងអាយុវាដឹងតែឡើងណាប៉ុន្តែអ្វីដែលយើងពិបាកក្នុងការចម្រើនគឺគុណធម៌របស់មនុស្សនេះអាហ្នឹងដែលយើងត្រូវខំប្រឹងព្យាយាមចម្រើនណាញោមផុនហ្នឹងអាយុហ្នឹងមិនបាច់ធ្វើបន់ក៏វាដឹងតែឡើងហើយប៉ុន្តែអ្វីដែលវាពិបាកចម្រើនគឺគុណធម៌ហ្នឹងត្រូវខំប្រឹងចម្រើនទៅនៅគុណធម៌គឺសេចក្តីល្អទាំងអស់គ្នានឹងវ័យវត្ថុការចម្រើនទៅនៅវ័យទៅបានវាតតែយើងដល់ព្រមនឹងការគោរពមនុស្សណាខ្វះទៅនឹងការគោរពនិងខ្វះទៅនឹងគុណធម៌សីលធម៌សុជីវធម៌ចរិយាធម៌មនុស្សធម៌ជាមនុស្សមិនមានក្នុងខ្លួនបុគ្គលនឹងរមែងអត់ចម្រើនទៅនៅអាយុទេវាតតែយើងដល់ព្រមនឹងការគោរពហើយយើងប្រព្រឹត្តទៅនៅសេចក្តីល្អក្នុងខ្លួនប្រាសចាកទៅនៅអបាយមុខស្រីស្រាបៀបនដូរតន្ត្រីផឹកស៊ីជួបជុំនឹងច្រើនយើងដឹងតែអាយុវែងហើយបងនឹងអាសាធុឲ្យព្រមគ្នាឲ្យលើមួយចប់ធម៌ទេសនាយើងខ្សែអាចបនយើងយកត្រឹមប៉ុណ្្នឹងបានហើយអនុមោទនាសាធុបានស្ដាប់ហើយអោព្រះអង្គអើយធម៌ទេសនាមួយក្រែនឹងប៉ិតមហាអង្គចាជាភពក្រៃណាបានមកស្ដាប់ទោះបីចុករយស្រប៉ុនជើងខន្តីបានយើងគួរត្រង់ត្រាប់ពីររំដំសំជាច្បាប់អធិបាយស្រាយប្រាប់ប៉ិតជ្រះថ្លាអង្អោព្រះគុណអង្គ
ប្រាជ្ញល្បីប្រសពលោកលៃឆ្នៃអត្ថាទោះបីអ្នកល្ងងខ្វះបញ្ញាគង់យល់អង្អាងសេចក្តីបានឥឡូវចប់ហើយមិនចង់ឃ្លាតសន្តានញោមញៀតកំពុងច្បាស់តែខ្លាចហត់នើយព្រះគុណម្ចាស់តាមពុទ្ធដំរាស់ស្គាល់វេលាសូមសាធុជនទាំងស្ដាប់ធម៌បានសុខបវររស់រមនីបានទៅនពៀនគ្រប់គ្នាតាមចិត្តសាធិរៀងខ្លួនហងសូមអនុមោទនាតាំងស្មារតីសូមប្រស្រីឈប់ចចាតាំងចិត្តឲ្យជ្រះថ្លាស្ដាប់ទេសនាគ្រប់គ្នាវេលានិងសំគូខ្ញុំតាំងទូជួងព្រំមីចូលមកអង្រាធនីព្រះធម៌យកផលចាប់ផ្ដើមពីនោះឯងត្រង់សំដែងធម៌ទេសនាធ្វើពុតខាងក្រិនថយាអង្គវសាពុំថយពុំបន្ធូប្រយោជន៍យូរអង្វែងឆ្នាំសម្រាប់បញ្ញកម្មដល់សពសត្វទេ
ភពត្រៃហេតុនោះឥឡូវនេះយើងខ្ញុំនេះសាទរក្រៃបបិទ្ធព្រះគុណថ្លៃសូមនិមន្តប្រងទេសនាសូមអនុមោទនាស្ដាប់ព្រះធម៌ទេសនា